ជំរាបសួរបងប្អូនពុកម៉ែទាំងអស់គ្នាបាទថ្ងៃនេះនាំបងប្អូនទាំងអស់គ្នាមកកាន់ភូមិកែងបាទឃុំជ្រោយបន្ទាយបាទស្រុកព្រែកប្រសពបាទខេត្តកាចេះបាទថ្ងៃនេះយើងចុះមកកក់បាទសាងសង់បាទផ្ទះវីឡាទាន់សម័យយើងមួយដែលមានទំហំខនាត6បាទគុណជាមួយនឹង12បាទមាន3បន្ទប់គេងបាទ2បន្ទប់ទឹកនិងកន្លែងទទួលភ្ញៀវហើយនេះយើងបានមកដល់ហើយបងប្អូនបាទបន្ទាប់ពីឆ្លងដហើយណាបាទនៅខាងព្រែកប្រសពគឺយើងត្រូវឆ្លងដបាទស្ពានធ្វើអត់ទាន់ហើយទេបាទអញ្ចឹងយើងក៏សំណេះសំណាលបាទជាមួយនឹងអ៊ំប្រុសអ៊ំស្រីបាទក៏ដូចជាកូនគាត់ផងដែរបាទហើយតសើមែនតើបាទកូនគាត់បាទជាអ្នកជំនួយបងប្អូនបាទក្នុងការសាងសង់ផ្ទះណាបាទអញ្ចឹងបងប្អូនអាចមើលម៉ូដនេះបានម៉ូដនេះស្អាតទាន់សម័យមែនតើបាទតម្លៃក៏សមរម្យទៀតបាទតម្លៃមកការផ្ដាច់ទាំងសម្ភារៈនិងកម្លាំងពលកម្មបាទតម្លៃតែ$24,800ទេបាទតម្លៃនេះគឺយើងបានទ្វារឈើធំខាងមុខណាបងប្អូនបាទហើយសម្រាប់បន្ទប់គឺ3បន្ទប់គេងបាទ2បន្ទប់ទឹកនិងកន្លែងទទួលភ្ញៀវបាទគាត់អត់យកផ្ទះបាយទេបាទដោយសារផ្ទះបាយគាត់ទុកតបាទសម្រាប់ទៅក្រោយទៀតបាទអញ្ចឹងគឺគាត់បានបន្ទប់អីទលាល្អមែនតើហើយសម្រាប់សម្ភារៈអីគឺយើងលម្អិតជូនគាត់បាទតាំងពីជើងក្រោមបាទរហូតដល់ដបូលបាទយ៉ាងម៉េចគឺយើងលម្អិតទាំងអស់ហើយនៅក្នុងវីដេអូក៏យើងបានសរសេរបងប្អូនអាចឆែកមកលើវីដេអូបានបាទកន្លែងចំណងជើងនេះគឺយើងលម្អិតទាំងអស់បាទតាំងពីប្រភេទដែកបាទស៊ីម៉ង់បាទថ្នាំពោអីគឺយើងលម្អិតជូនបងប្អូនតែម្ដងបាទត្រួសដែកយើងប្រើដែកម៉ាក់ V បាទកម្លាំង390ពេញបាទ410លីហើយសម្រាប់ស៊ីម៉ង់យើងប្រើស៊ីម៉ង់ K បាទថ្នាំពោយើងប្រើជូតតាន់បាទគុណភាព5ឆ្នាំបាទអញ្ចឹងគឺយើងលម្អិតជូនបងប្អូនណាបាទគឺតម្លាភាពមែនតើហើយនេះបាទទីតាំងដែលត្រូវសាងសង់បាទយើងចុះពីផ្លូវទៅណាបងប្អូនបាទរៀងជំរាលជ្រៅបងប្អូនណាបាទហើយប្រហែលជាម្ចាស់ផ្ទះបាទគាត់ថែមខឿនឡើងបងប្អូនបាទគាត់ថែមខឿនឡើងធ្វើម៉េចឲ្យខ្ពស់ជាងខ្នល់បាទថ្ងៃក្រោយគាត់ចង់ចាក់ដីអីគឺនៅតែស្អាតបាទនេះផ្ទះចាស់របស់គាត់បាទយើងថតទុកជាអនុស្សាវរីយ៍ផងដែរបាទតិចទៀតនេះគឺគាត់រឹសផ្ទះចាស់ហ្នឹងបងប្អូនបាទដោយសារគាត់ធ្វើទីតាំងផ្ទះចាស់នេះដដែលទេបាទសម្រាប់ផ្ទះវីឡានេះអញ្ចឹងបើសិនជាបងប្អូនមកមានបំណងចង់សាងសង់បាទបងប្អូនអាចទំនាក់ទំនងមកបានហើយក៏ខានចេញវីដេអូបាទបែបនិយាយចេះយូរដែរបងប្អូនបាទដោយសារជាប់រវល់ច្រើនបាទបងប្អូនយើងបាទគ្រប់គ្រងច្រើនបាទអញ្ចឹងចេញពីខេត្តមួយទៅខេត្តមួយរហូតបាទពាក្យច្រើនគឺផុសដាក់បទចម្រៀងបាទប៉ុន្តែមិនថ្មីទេបងប្អូនបាទនៅតែឆ្លៀតបាទបញ្ចូលសំឡេងបាទរៀបរាប់បាទជូនបងប្អូនទៀតបាទព្រោះក្រៅពីសាងសង់បាទយើងក៏ផ្ដល់ចំណេះដឹងមួយចំនួនដែរបាទទៅកាន់បងប្អូនពុកម៉ែទាំងអស់គ្នាដែលចង់សាងសង់ផ្ទះណាបាទព្រោះខាងយើងគឺលម្អិតទាំងអស់បាទសម្ភារៈតាំងពីជើងក្រោមរហូតដល់តួផ្ទះចឹងបងប្អូនដែលចង់ធ្វើផ្ទះខ្លួនឯងក៏អាចមើលបានដែរបាទការរៀបរាប់នេះគឺមកធ្វើផ្ទះហើយបាទនេះយើងធ្វើឯកសារបាទផ្តិតមេដៃហើយយើងនឹងចាប់ផ្ដើមមកសាងសង់ក្នុងពេលឆាប់បាទមែនតើផ្ទះនេះគឺបើកកាដ្ឋានដែរបងប្អូនបាទប៉ុន្តែដោយសារយើងជាប់រវល់បាទទើបតែបានផុសការកក់ទេបាទហើយយើងក៏ធ្វើដំណើរបាទឆ្លងដបាទទៅមកខាងទៀតបាទដើម្បីធ្វើដំណើរមកកាន់រាជធានីភ្នំពេញវិញណាបងប្អូនបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្ណេះទេហើយឆ្លៀតបង្ហាញបាទទេសភាពនៅខាងព្រែកប្រសពជូនបងប្អូនមើលបន្តិចដែរបាទសូមអរគុណបាទ